ចឹងប្រា ABA Payway ដើម្បីធ្វើការភ្ជាប់ជាមួយនឹង Shopify Store របស់អ្នកទាំងអស់គ្នាត្រូវអត់អញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាអត់បានដឹងទេបាទ ABA បានធ្វើការ officially launch ជាមួយនឹង integration ថ្មីរវាង ABA ជាមួយនឹង Shopify Store របស់យើងដែលយើងអាចធ្វើការប្រើប្រាស់ payment gateway របស់ ABA ដែលមានឈ្មោះថា ABA Payway ហើយធ្វើការភ្ជាប់ជាមួយនឹង Shopify Store របស់យើងទទួលលុយពី Store ចូលទៅកាន់ ABA account យើងតែម្ដងអញ្ចឹងគឺខ្ញុំនឹងធ្វើការនិយាយតាក់ទងជាមួយនឹង ABA Payway ហ្នឹងដោយសារតែមានគ្នាយើងគាត់បានធ្វើការ tag សួរខ្ញុំច្រើនមែនតើមិនថាក្នុង Telegram មិនថាក្នុង Messenger ឲ្យនិយាយតាក់ទងជាមួយនឹង ABA Payway ដោយសារតែប្រហែលថ្ងៃហ្នឹងគឺគេ trending បាទគេល្បីតាក់ទងជាមួយនឹង ABA Payway អាចភ្ជាប់មួយ Shopify បានអញ្ចឹងណាបាទអញ្ចឹងខ្ញុំនឹងធ្វើការនិយាយបាទជាការពិតបាទABA ហ្នឹងគឺបានធ្វើការ support Shopify មិនមែនថ្ងៃហ្នឹងទេបាទគឺតាំងពីខែ8មកម្លេះហើយខ្ញុំក៏បានធ្វើការសាកប្រើដូចគ្នាតាំងពីខែ8ហ្នឹងមកហើយខ្ញុំនឹងធ្វើការ share អ្នកទាំងអស់គ្នាអំពីABA Payway ដែលយើងអាចធ្វើការ connect នៅលើ store Shopify របស់យើងនឹងបានអញ្ចឹងបើសិនអ្នកទាំងអស់គ្នាអត់ទាន់បានដឹងទេគឺខ្ញុំនឹងធ្វើការបញ្យល់នៅក្នុងវីដេអូហ្នឹងតែខ្ញុំនិយាយតាក់ទងជាមួយនឹង ABA Payway ហ្នឹងតើធ្វើម៉េចតើយើងអាចធ្វើការ integrate ជាមួយនឹង Shopify Store យើងបានហើយមួយទៀតតើយើងធ្វើ dropshipping យើងអាចប្រើប្រាស់ជាមួយនឹង ABA Payway បានដែរឬក៏អត់អូខេហើយចំពោះ ABA Payway ហ្នឹងបើសិនជាគ្នាយើងអត់ទាន់ស្គាល់ទេ ABA Payway គឺជាថ្នាល digital មួយរបស់ ABA ដែលមាន service ជាច្រើនដូចជា e-commerce checkout ដូចជា QR API payment link បាទ invoice tool បាទមាន credential on file អីជាច្រើនទៀតសុទ្ធតែ service ដែល ABA ផ្ដល់ឲ្យនៅក្នុង ABA Payway ហ្នឹងប៉ុន្តែឥឡូវគឺយើងនិយាយតាក់ទងជាមួយនឹង e-commerce checkout ដែល e-commerce checkout ហ្នឹងមិនមែនទើបតែមានឥឡូវទេមានយូរណាស់មកហើយបាទមានយូរដែរហើយមិនយូរណាស់បាទអញ្ចឹងក្នុងកាលមុនគឺ ABA Payway គឺ support e-commerce checkout ដូចជាគេអាចធ្វើការ integrate ជាមួយនឹង WooCommerce បានដែលប្រើប្រាស់ជាមួយ plugin របស់ WooCommerce បាទ WordPress ហ្នឹងហើយមួយទៀតយើងអាចធ្វើការប្រើនៅលើ PrestaShop បានបាទឬក៏យើងអាចធ្វើការបាទ integrate API ជាមួយនឹង custom website ទៅសេកូដបានដូចគ្នាអញ្ចឹងមានកាលមុនមាន available ប៉ុណ្្នឹងទេតែឥឡូវនេះគេទៅតែ launch ជាមួយនឹងការ integration ថ្មីជាមួយនឹង Shopify មួយទៀតអូខេអញ្ចឹងឥឡូវនេះយើងធ្វើការនិយាយតាក់ទងជាមួយនឹង ABA Payway ទាំងអស់គ្នា alright អ្នកទាំងអស់គ្នាអញ្ចឹងយើងមាន2ចំណុចក្នុងការមកនិយាយបាទអញ្ចឹងចំណុចទី1គឺខ្ញុំនិយាយតាក់ទងជាមួយនឹងតើយើងអាចធ្វើការ integrate ABA បាទ Payway ជាមួយនឹង Shopify Store យើងបានដោយវិធីសាស្ត្រណាបាទនៅចំណុចទី2គឺយើងនិយាយតាក់ទងជាមួយនឹង dropshipper យើងអាចធ្វើការ integrate ជាមួយនឹង dropshipping store យើងដែលប្រើប្រាស់ជាមួយនឹង ABA Payway បានដែរឬក៏អត់អូខេអញ្ចឹងចំណុចទី1មុនអញ្ចឹងចំណុចទី1ដើម្បីធ្វើការ integrate ABA Payway ជាមួយនឹង Shopify Store របស់យើងគ្រាន់តែយើងធ្វើការចូលទៅកាន់បាទ Shopify App Store បន្ទាប់មកធ្វើការរកជាមួយនឹង app បាទ ABA Payway ដែល offer ដោយ ABA Bank ផ្ទាល់តែម្ដងបាទអញ្ចឹងកាលពីមុនគេអាចប្រើ card DNA អីចឹងទៅតែឥឡូវគឺមាន official app របស់ ABA អញ្ចឹងយើងអាចធ្វើការ install បានអញ្ចឹងនៅពេលដែលយើង install ហើយបាទយើងធ្វើការ log in ដែលប្រើប្រាស់ជាមួយនឹង username ហើយជាមួយនឹង password អញ្ចឹងអ្នកទាំងអស់គ្នាប្រកាសជាឆ្ងល់ហើយ username password ហ្នឹងបានមកពីណាអញ្ចឹងចំពោះ username ហើយជាមួយនឹង password នេះគឺគេហៅថា merchant account យើង log in ចូលទៅកាន់ merchant account របស់យើងអញ្ចឹងដើម្បីបាន merchant account តែយើងត្រូវធ្វើមិនអញ្ចឹងដើម្បីទទួលបានជាមួយនឹង merchant account អ្នកទាំងអស់គ្នាអាចធ្វើការស្នើសុំដោយផ្ទាល់បានជាមួយនឹងខាង ABA ដែលអាចធ្វើការ contact ពួកគាត់តាមរយៈ email អាចចូលមើលនៅលើ website របស់ Payway បានអ្នកទាំងអស់គ្នានឹងរកឃើញជាមួយនឹង email របស់ខាងពួកគាត់ដែលខាង sale របស់ Payway បាទឬក៏មួយទៀតអាចធ្វើការ visit បាទ ABA head office នៅជិតអគារ42ជាន់បានបាទអញ្ចឹងអ្នកទាំងអស់គ្នាអាច contact ទៅពួកគាត់ direct បានប៉ុន្តែមុននឹងធ្វើការបង្កើត account អ្នកទាំងអស់គ្នាប្រកាសជាឆ្ងល់ហើយតែខ្ញុំត្រូវការអីខ្លះ requirement អីខ្លះដើម្បីអាចធ្វើការបង្កើតបានអញ្ចឹងមុននឹងឈានដល់ការនិយាយតាក់ទងជាមួយនឹង requirement គឺខ្ញុំនឹងនិយាយតាក់ទងជាមួយនឹង profit នៃ merchant account ដែល offer ដោយ Payway ហ្នឹងអញ្ចឹងគឺគេមាន2គឺយើងមានជាមួយនឹង individual account បាទ individual merchant account ហើយជាមួយនឹងbusiness merchant account អញ្ចឹងចំពោះindividual ហើយ merchant ខុសគ្នាមិនហើយអ្នកទាំងអស់គ្នាកុំយល់ច្រឡំ merchant account មួយដែលខ្ញុំកំពុងតែនិយាយហ្នឹងជាមួយនឹង app ABA merchant អញ្ចឹងចំពោះ app ABA merchant នៅលើទូរស័ព្ទដៃហ្នឹងគឺផ្សេងគឺអត់ពាក់ព័ន្ធអីដែលយើងនិយាយហ្នឹងទេបាទអត់អាចយកមក integrate ជាមួយនឹង store យើងបានទេបាទអញ្ចឹងគឺយើងនិយាយតាក់ទងជាមួយនឹង ABA merchant ដែលយើងបង្កើតនៅលើ web portal របស់ខាង ABA Payway អញ្ចឹងដើម្បីអាចធ្វើការ
អាចទទួលបានជាមួយនឹង account ហ្នឹងអ្នកទាំងអស់គ្នាត្រូវតែស្នើសុំមួយពួកគាត់ផ្ទាល់ចឹង account មានពីរប្រភេទ individual ហើយជាមួយនឹង business អញ្ចឹង individual merchant account គឺអ្នកទាំងអស់គ្នាអាចទទួលបានតែ KHQR តែប៉ុណ្ណោះនៅលើ website របស់យើងនៅពេលដែលបង្កើតហើយបាទបាន account ហើយយើងយក connect មួយ store យើងគឺអាចទទួល payment តែ KHQR ទេកាតគឺអត់បានទេបាទអញ្ចឹងចំពោះ individual ហ្នឹងគឺអ្នកទាំងអស់គ្នាមិនចាំបាច់ត្រូវការ register business នៅក្នុងស្រុកយើងទេបាទមិនចាំមាន register business ជាមួយនឹង MOC នឹងទេបាទអ្នកទាំងអស់គ្នាមានតែតាក់សញ្ញាប័ណ្ណមានជាមួយនឹងឈ្មោះ business របស់យើងដែលយើងធ្វើហ្នឹងហើយមានជាមួយនឹង website របស់យើងមានជាមួយនឹងលេខទូរស័ព្ទមានជាមួយនឹង account ABA យើងថតរូបផ្ទះយើងឲ្យគេឬក៏ office យើងហ្នឹងឲ្យគេមើលទៅគឺអូខេគឺគាត់អាចធ្វើការបើកឲ្យយើងបានបាទអញ្ចឹងគឺអ្នកទាំងអស់គ្នាចង់ដឹងបន្ថែមមក contact សួរខាង ABA បានបាទហើយមួយទៀតគឺតាក់ទងជាមួយនឹងbusiness merchant account អញ្ចឹងចំពោះ business merchant account គឺ special ខ្លាំងមែនតើអ្នកទាំងអស់គ្នាអាចធ្វើការទទួល payment បានច្រើនបាទប្រភពទាំង KHQR បាទទាំង card បាទមិនថា Visa Master អីទេបាទទាំង WeChat Alipay អីគឺបានទាំងអស់បាទអញ្ចឹងគឺវា yeah everything បាទគឺអ្នកទាំងអស់គ្នាអាចទទួលបានបាទអញ្ចឹង requirement ដែលអ្នកទាំងអស់គ្នាត្រូវការហ្នឹងគឺអ្នកទាំងអស់គ្នាត្រូវការ register business អ្នកទាំងអស់គ្នាហ្នឹងនៅក្នុងប្រទេសកម្ពុជាយើងបាទជាមួយនឹងក្រសួងពាណិជ្ជកម្មបាទហៅកាត់ថា MOC ហ្នឹងអញ្ចឹងអ្នកទាំងអស់គ្នាត្រូវតែ register ទើបអាច apply យកជាមួយនឹង merchant account ប្រភេទ business ហ្នឹងបានហើយបើកបាទកុង business បាទទើបយើងអាច request យកបានបាទចឹងសម្រាប់គ្នាយើងថាដែលគាត់អត់មាន business register នៅក្នុងស្រុកទេគឺគាត់អត់អាច request យកpayment ដែលអាចទទួលលុយតាមកាតហ្នឹងពី ABA Payway បានទេអាចទៅ request បានតែ KHQR តែប៉ុណ្ណោះ alright អញ្ចឹងសង្ឃឹមតែអ្នកទាំងអស់គ្នាច្បាស់កន្លែងហ្នឹងបាទតែអ្នកទាំងអស់គ្នាបាន register នៅបើថាអត់ទាន់បាន register ទេ request បានតែ KHQR ទេ alright អ្នកទាំងអស់គ្នាមិញអ្នកទាំងអស់គ្នាបានដឹងតាក់ទងជាមួយនឹងប្រភេទនៃ account merchant ទៅអត់បាទមានតែ individual មានទាំង business អីចឹងទៅបាទហើយអ្នកទាំងអស់គ្នាដឹងពី requirement ដូចគ្នា requirement មួយចំនួនក្នុងការបង្កើតជាមួយនឹង merchant account individual ដូចជា business ជាមួយនឹង Payway ឥឡូវនេះគឺយើងនិយាយតាក់ទងជាមួយនឹង fee វិញម្ដងអញ្ចឹងខ្ញុំជឿជាក់ថាគ្នាយើងប្រកាសជាចង់ដឹងឯតាក់ទងជាមួយនឹង fee មុននឹងយើងធ្វើការប្រើជាមួយនឹង payment អីមួយអញ្ចឹងចំពោះ fee របស់ Payway គឺគាត់បានធ្វើការដាក់នៅលើ website ផ្ទាល់របស់គាត់ហ្នឹងគឺដាក់ថា transparent pricing ដែលតម្លៃគឺគាត់ឆែក 0.7% flat rate បាទគឺថេ 0.7% ហ្នឹងបាទនៅពេលយើងមានជាមួយនឹងប្រតិបត្តិការនីមួយៗបាទគឺគេឆែក 0.7% ថេប៉ុន្តែបាទ additional fee may apply for card and wallet payment អញ្ចឹងនៅពេលដែលភ្ញៀវគាត់ធ្វើការ pay តាមរយៈ card ឬក៏ wallet ផ្សេងៗដូចជា WeChat ឬក៏ Alipay ហ្នឹងណាបាទគឺគាត់ pay បាទមិនមែន 0.7 ទេបាទគឺ fee លើនឹងទៀតបាទហើយមាន fee បន្ថែមអញ្ចឹងណាបាទហើយចំពោះការ set up fee គឺ$0អត់អស់លុយទេតែសារយើងធ្វើការ install app របស់ ABA Payway បាននៅលើ Shopify App Store បានដែលអត់គិតថ្លៃមិនចាំទិញ app subscribe app អីទេបាទ maintenance fee គឺ$0នៅពេលដែលមានបញ្ហាផ្សេងៗតាក់ទងជាមួយនឹង payment gateway របស់យើងគឺខាង ABA គាត់អ្នក take care បាទយើងមិនចាំខ្វល់ទេគឺយើង hassle free គាត់តែ scale លើ business យើងទៅគឺអូខេបាទអញ្ចឹងនេះគឺជា fee ដែលបាន list down នៅលើ app នៅលើ website របស់ ABA Payway ឥឡូវនេះគឺខ្ញុំនឹងធ្វើការនិយាយតាក់ទងជាមួយនឹង fee មួយចំនួនទៀតដែលអ្នកទាំងអស់គ្នាគួរណាស់តែត្រៀមទុកដើម្បីបង្កើតជាមួយនឹង merchant account ដើម្បីកុំឲ្យអ្នកទាំងអស់គ្នា stuck នៅពាក់កណ្ដាលទីអញ្ចឹងមាន fee មួយចំនួនទៀតអ្នកទាំងអស់គ្នាគួរណាស់តែដឹងបាទដែលខ្ញុំប្រាប់ឲ្យហើយដោយសារខ្ញុំជាម្នាក់ដែលខ្ញុំចូលចិត្តនិយាយពី A ដល់ Z តែម្ដងគឺកន្លែងណាអ្នកទាំងអស់គ្នាធ្វើបានខ្ញុំប្រាប់ថាធ្វើបានកន្លែងណាដែលធ្វើអត់បានខ្ញុំប្រាប់ថាធ្វើអត់បានអញ្ចឹងទៅបាទខ្ញុំចូលចិត្តនឹងការចែករំលែកពី A ដល់ Z អញ្ចឹងគឺខ្ញុំធ្វើការនិយាយតាក់ទងមួយ fee មួយចំនួនទៀតដើម្បីកុំឲ្យគ្នាយើង stuck នៅពាក់កណ្ដាលទីហើយគឺជួយសម្រួលដល់បងៗដែលគាត់ធ្វើការ ABA ដូចគ្នាផងដែរដោយសារតែនៅពេលដែល payment gateway ចេញមកថ្មីអញ្ចឹងហើយវាកំពុងតែយើងកំពុងតែ interested ខ្លាំងអញ្ចឹងគឺនឹងមានគ្នាយើងជាច្រើនគាត់ធ្វើការ contact ទៅកាន់ខាង ABA អញ្ចឹងហើយអញ្ចឹងគឺពួកគាត់នឹងមានភាពស្មុគស្មាញបើសិនជាអ្នកទាំងគ្នាមួយចំនួនគឺគាត់ចេះតែ contact ប៉ុន្តែក៏អត់មាន requirement អីច្បាស់លាស់អត់ទាន់មាន requirement គ្រប់គ្រាន់អីចឹងទៅហើយអ្នកខ្លះ under 8ទៀតក៏គាត់ contact ទៅទៀតអញ្ចឹងគឺជួយសម្រួលមួយផ្នែកដែរបាទនេះគឺខ្ញុំចង់សម្រួលដូចពួកគាត់ដូចគ្នាមួយផ្នែកអញ្ចឹងបាទអញ្ចឹងអ្នកទាំងគ្នាគូណាត្រៀមទុកជាមុនដើម្បីគាត់ stack កណ្ដាលទេបាទហើយបើសិនជាមានចម្ងល់មានបញ្ហាអីខ្ញុំនៅតែលើកទៅចិត្តអ្នកគ្នាបាទគឺ contact ទៅខាង ABA ដែលផ្ទាល់ដោយខ្លួនឯងបាទគឺខ្ញុំលើកទៅចិត្តអញ្ចឹងទៅដែរបាទដោយសារតែខ្ញុំមិនមែនអ្នកធ្វើការនៅ ABA ទេបាទមិនមែនខាង Payway ទេអញ្ចឹងគឺខ្ញុំអត់ដឹងច្បាស់ដូចគ្នាបាទខ្ញុំគ្រាន់តែធ្លាប់ប្រើទេប៉ុន្តែអ្នកទាំងគ្នាចង់ដឹងបញ្ជាក់បន្ថែម contact ទៅពួកគាត់ direct អូខេអញ្ចឹង
ខ្ញុំនិយាយតាក់ទងមួយ fee មួយចំនួនទៀតដែលអ្នកទាំងគ្នាគួរតែត្រៀមបាទមានដូចជា application fee អញ្ចឹង application fee ហ្នឹងគឺជា fee ដែលយើងធ្វើការចុះឈ្មោះជាមួយនឹង merchant account ហ្នឹងបាទ merchant account គឺយើងធ្វើការចុះឈ្មោះគឺយើងត្រូវការត្រៀម fee merchant application fee ដែលតម្លៃនៅពេលដែលខ្ញុំធ្វើការចុះឈ្មោះហ្នឹងគឺ$100បាទអញ្ចឹងចំពោះ$100ហ្នឹងគឺ one time payment ទេយើង pay តែម្ដងទេបាទហើយចំពោះ fee ហ្នឹងគឺមិនមែនជា fixed fee ទេអ្នកទាំងអស់គ្នាខ្ញុំលើកទៅចិត្តថា contact ទៅពួកគាត់សួរខ្លួនឯងដែលសារប្រភេទ business គឺខុសៗគ្នាបាទអញ្ចឹងតម្លៃគឺវាអាចខុសៗគ្នាអញ្ចឹងទៅបាទអញ្ចឹងសម្រាប់ខ្ញុំប៉ុណ្ណឹងសម្រាប់គ្នាយើងអាចលើហ្នឹងឬក៏ក្រោមហ្នឹងអីចឹងទៅអាហ្នឹងគឺអាស្រ័យទៅលើ business type របស់យើងបាទមួយទៀតគឺតាក់ទងជាមួយនឹង fee ដែលយើងទទួលពី ABA KHQR គឺអត់អស់លុយទេបាទភ្ញៀវ pay តាមរយៈ ABA KHQR បាទតាមរយៈ KHQR ពីធនាគារផ្សេងៗបាទអាចfree ទៅ1%បាទហ្នឹងគឺ estimate fee បាទអញ្ចឹងអ្នកទាំងអស់គ្នាតើដែរអញ្ចឹង contact ទៅពួកគាត់ direct ដោយសារ business គឺខុសៗគ្នាបាទមួយទៀតគឺតាក់ទងជាមួយនឹង card បាទ local បាទហើយជាមួយនឹង international card គឺ estimate around 3%បាទក្នុងមួយ transaction បាទអញ្ចឹង around 3%ហើយបូកsimple fee flat rate ហ្នឹងបាទអញ្ចឹងអានេះគឺសម្រាប់ business ខ្ញុំទេបាទអ្នកទាំងអស់គ្នាធ្វើការ contact direct ទៅសួរពួកគាត់ដើម្បីចង់ដឹងបន្ថែមអូខេព្រោះសារ business គឺខុសៗគ្នាដដែលនិយាយដដែលអញ្ចឹងបាទហើយមួយទៀតគឺ WeChat តាក់ទងជាមួយនឹង Alipay អញ្ចឹង WeChat Alipay គឺជា wallet ហ្នឹងគឺគេcharge estimate around 2%អូខេនៃ transaction fee របស់យើងហ្នឹងអញ្ចឹងអ្នកទាំងអស់គ្នាបាទម្ដងទៀតបាទចង់ច្បាស់ contact សួរពួកគាត់អូខេហើយមួយទៀតគឺយើងមាន fee មួយចំនួនផងដែរដូចជាគេហៅថា dormancy fee នៅពេលដែលអ្នកនរគ្នាអត់បានប្រើបាទ inactive រយៈពេល3ខែគឺគេនឹងមាន fee បើសិនជាអ្នកនរគ្នាបានប្រើអញ្ចឹងណាដូចជា late integration fee បាទឬក៏ early agreement termination fee នៅពេលដែលអ្នកនរគ្នាផ្ដាច់ជាមួយនឹងកុងត្រាមុនពេលកំណត់ក៏គេមានជាមួយនឹង fee ដូចគ្នាបើសិនជាយើងផ្ដាច់មុនកំណត់អញ្ចឹងតែសារតែពេលយើងបង្កើត merchant account ហ្នឹងគឺគេនឹង send ជាមួយនឹង agreement មួយឲ្យយើងហើយជាមួយនឹងខាង ABA agreement គ្នាក្នុងការប្រើជាមួយនឹងmerchant account ហ្នឹងអញ្ចឹងបើសិនជាយើងបញ្ចប់មុន agreement ហ្នឹងគឺគេអាចមាន fee charge យើងបន្ថែមអញ្ចឹងសង្ឃឹមថាអ្នកនរគ្នាយល់ហើយខ្ញុំនឹងនិយាយដដែលអញ្ចឹងមានចម្ងល់មានបញ្ហាអីសួរទៅខាង ABA ផ្ទាល់ដោយសារខ្ញុំមិនមែនអ្នកធ្វើការខាងហ្នឹងទេបាទខ្ញុំគ្រាន់តែ share ជាមួយនឹង experience របស់ខ្ញុំទេបាទហើយអ្នកទាំងអស់គ្នាធ្វើការ contact ទៅសួរគាត់ទៅដោយសារ business បាទគឺខុសគ្នាមិនមែនដូចគ្នាទេអញ្ចឹងតម្លៃបាទ fee នីមួយគឺវាអាចខុសគ្នា that's why មិនគេអត់បានធ្វើការបញ្ជាក់នៅលើ website របស់គេតែឆាយមិនអញ្ចឹងដោយសារតែ business គឺខុសគ្នាអញ្ចឹងឲ្យ contact ទៅសួរពួកគាត់នៅទៅខ្លួនឯងបានអូខេ alright អ្នកទាំងអស់គ្នាអញ្ចឹងខ្ញុំបាននិយាយតាក់ទងជាមួយចំណុចទី1ហើយឥឡូវនិយាយតាក់ទងជាមួយចំណុចទី2ម្ដងតែយើងធ្វើ drop shipping អាចប្រើជាមួយនឹង ABA Payway បានដែរឬក៏អត់អូខេអញ្ចឹងអ្នកទាំងអស់គ្នាខ្ញុំជឿជាក់ថា 90% ហើយដែលគាត់ធ្វើជាមួយនឹង drop shipping នៅក្នុងស្រុកខ្មែរហ្នឹងគឺគាត់អត់មាន business register នៅក្នុងស្រុកជាមួយនឹងក្រសួងពាណិជ្ជកម្មទេអញ្ចឹងបើសិនជាគាត់ចង់ស្នើសុំយកជាមួយនឹង merchant account របស់ Payway គឺគាត់អាចស្នើសុំបានប៉ុន្តែគាត់ស្នើសុំជាលក្ខណៈ individual ប៉ុន្តែ individual ហ្នឹងគឺគាត់អាចទទួលបានតែ KHQR យកមក connect ជាមួយ website គាត់ទេអញ្ចឹងបើសិនជាគាត់ធ្វើ drop shipping ភ្ញៀវបរទេស pay តាម KHQR អត់កើតទេបាទដោយសារតែអត់មានកាតអីចឹងណាបាទអញ្ចឹងគឺគាត់ចង់ធ្វើ drop shipping អត់កើតទេក្នុងការប្រើជាមួយនឹង individual account លុះត្រាតែយើងជា business account ទើបយើងអាចមានសិទ្ធិក្នុងការប្រើប្រាស់ជាមួយនឹងpayment ត្រឹមតលាយមានទាំងកាតមានតែអីចឹងណាអញ្ចឹងតើយើង register ជាមួយនឹងក្រសួងពាណិជ្ជកម្មទើបយើងអាចធ្វើបានតាក់ទងជាមួយនឹងកាតហ្នឹងអញ្ចឹងសរុបមកវិញខ្ញុំជឿជាក់ថា ABA Payway គឺគាត់ចង់សារនេះគឺគាត់ចង់ពង្រីកវិសាលភាពរបស់អាជីវកម្មនៅក្នុងស្រុកយើងដែលជួយឲ្យគ្នាយើងដែលគាត់ចង់បង្កើតជាមួយនឹង website នៅក្នុងស្រុកលក់អីវ៉ាន់ក្នុងស្រុកហ្នឹងអាចធ្វើការ pay តាម KHQR បានសម្រាប់ individual ហើយសម្រាប់បងដែលគាត់មានអាជីវកម្មហើយក៏ register ជាមួយនឹងខាងក្រសួងពាណិជ្ជកម្មហើយបាទមានជាមួយនឹង business account business account បង្កើតជាមួយនឹង bank ហើយគាត់អាចធ្វើការពង្រីកវិសាលភាពអាជីវកម្មរបស់គាត់ទៅកាន់ស្រុកខាងអីចឹងទៅបាទអញ្ចឹងនេះគឺជាខ្ញុំជឿជាក់ថាជាចក្ខុវិស័យរបស់ខាង ABA ដែលគាត់ចង់ជួយ local យើងបាទចំពោះ drop shipping គិតថាគាត់អត់ទាន់ទេបាទដោយសារតែឥឡូវហ្នឹងគឺអត់ទាន់អនុគ្រោះដល់ drop shipping drop shipper ដូចយើងទេដោយសារខ្ញុំជឿជាក់ថា mostly គឺជា individual ទេហើយយើងឥឡូវ request យកទៅ KHQR បានហ្នឹងអញ្ចឹង KHQR ក៏យើងអាចឲ្យភ្ញៀវខាងស្រុកក្រៅ pay បានដែរ
ខ្ញុំជឿជាក់ថាខ្ញុំសង្ឃឹមថានៅថ្ងៃខាងមុខគឺខាងពួកគាត់នឹងអាចឲ្យយើងធ្វើការ request យកជាមួយនឹងpayment អាចឲ្យភ្ញៀវធ្វើការ pay បានតាមរយៈកាតបាទទាំងដែលយើងប្រើជាមួយនឹង individual account អីចឹងណាបាទអញ្ចឹងខ្ញុំសង្ឃឹមថាថ្ងៃមុខគឺអាច available អញ្ចឹងចោះបាទអញ្ចឹងមានតែប៉ុណ្្នឹងទេបាទសម្រាប់វីដេអូថ្ងៃហ្នឹងបាទសង្ឃឹមថាវា clear អ្នកទាំងអស់គ្នាច្បាស់តែម្ដងបាទហើយបើសិនជាមានចម្ងល់មានបញ្ហាមានសំណួរអីធ្វើការសួរមកខ្ញុំផ្ទាល់ក៏បានធ្វើការ contact មកគឺខ្ញុំធ្វើការ share បន្ថែមទៀតចែកជូនគ្នាយើងបាទគឺអត់មានកាត់លុយអីទេបាទមានបញ្ហាមានចម្ងល់សួរបានបាទហើយបើសិនជាឆ្ងល់តទៅមួយ Payaway ចង់ច្បាស់បាទសួរខាង ABA Direct បានអូខេបាទអញ្ចឹងសម្រាប់វីដេអូនេះមានតែប៉ុណ្្នឹងទេអរគុណច្រើនគ្នាយើងកុំភ្លេចជួយ like subscribe ដាក់ការកណ្ដឹងនៅមួយផងអូខេ